សន្ធិសញ្ញាក្រុងវ៉ាស៊ីនតោនឆ្នាំ1946ប្រវត្តិសាស្ត្រនៃការទាមទារទឹកដីខ្មែរត្រឡប់មកវិញតើបងប្អូនដឹងទេថាទឹកដីខ្មែរមួយចំនួនដែលត្រូវបានថៃកាន់កាប់តាំងពីអំឡុងឆ្នាំ1941ត្រូវបានប្រគល់ត្រឡប់មកឲ្យកម្ពុជាវិញតាមរយៈសន្ធិសញ្ញាក្រុងវ៉ាស៊ីនតោនចុះថ្ងៃ17វិច្ឆិកាឆ្នាំ1946រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មុនឈានដល់ការចុះហត្ថលេខាគឺការតស៊ូផ្នែកការទូតព្រោះថាមុនពេលឈានដល់ការព្រមព្រៀងភាគីថៃបានជំទាស់ដាច់ខាតដោយស្នើឲ្យអង្គការសហប្រជាជាតិធ្វើការប្រជាមតិដើម្បីកំណត់អត្តសញ្ញាណប្រជាជននៅក្នុងតំបន់ចំនួនហើយនាយនោះភ័ស្តុតាងដ៏រឹងមាំនោះគឺលោកតាសឿនសានដើម្បីបង្ហាញថាប្រជាជននៅខេត្តបាត់ដំបងគឺជាជនជាតិខ្មែរមិនមែនជាជនជាតិសៀមលោកតាសឿនសាននាយនោះបានប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកនៅក្នុងឋានៈជាវាយខេត្តរងខេត្តបាត់ដំបងនិងបានដកស្រង់ភស្តុតាងពីសៀវភៅរបស់អ្នកផ្សព្វផ្សាយគ្រីស្ទសាសនាលោក Pastor John Ellison ដែលបញ្ជាក់ច្បាស់ថាប្រជាជននៅទីនោះជាជនជាតិខ្មែរមិនមែនជាជនជាតិសៀមឡើយដោយសារប្រទេសបារាំងអង់គ្លេសនិងអាមេរិកក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដឹងច្បាស់អំពីល្បិចកលរបស់សៀមទើបពួកគេមិនអាចយល់ព្រមតាមសំណើធ្វើប្រជាមតិឡើយហើយលទ្ធផលចុងក្រោយទីបំផុតថៃបានបង្ខំចិត្តចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោនឆ្នាំ1946ដោយប្រគល់ទឹកដីខេត្តបាត់ដំបងសេរីសុភ័ណ្ឌព្រះវិហារនិងមួយផ្នែកនៃខេត្តសៀមរាបកំពង់ធំនិងស្ទឹងត្រែងមកឲ្យកម្ពុជាវិញការលើកយកប្រវត្តិសាស្ត្រនៃសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោនឆ្នាំ1946មកធ្វើការបង្ហាញនៅក្នុងអត្ថបទនេះគឺចង់បញ្ជាក់ថាប្រវត្តិសាស្ត្រនេះគឺជាមេរៀនដ៏សំខាន់អំពីការតស៊ូដោយសន្តិវិធីនិងការប្រើប្រាស់ភស្តុតាងប្រវត្តិសាស្ត្រដើម្បីការពារបូរណភាពទឹកដីជាតិហើយសូមកូនខ្មែរគ្រប់រូបចងចាំទុកជាមេរៀនសម្រាប់ជាតិផងដែរហើយខ្ញុំចង់ដឹងថាតើអ្នកដឹកនាំខ្មែរយើងសប្ងៃដូចជាសម្ដេចហ៊ុនសែននឹងតើលោកត្រូវជាយ៉ាងម៉េចនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងប្រវត្តិសាស្ត្រខ្មែរត្រូវជាអនាគតទៅលោកត្រូវត្រង់ពាក្យថាតម្រៃខ្វះបាទហើយចំណាយស្ដេចសប្ងៃត្រូវត្រង់ពាក្យតំណាក់ឈ្គូតអញ្ចឹងលោកអត់មានអីទៅខាងមកមានអីទេនៅពាក់ព័ន្ធអីទេប៉ុន្តែនៅក្នុងមានចាទុកនៅក្នុងកន្លែងសារខាងក្រៅអូខេតែថាជាតម្រៃខ្វះបែបមួយទៅបាទគេបាយទៅការទេបាទគាត់មិនទៅការទៅគាត់គេទៅបងទាំងអស់គ្នាទៅបងគេទៅពឹងអាមេរិកពឹងអីប៉ុន្តែអ្នកដែលទៅពឹងអាមេរិកអត់បានឈ្នះទេមកចាញ់គាត់តែទៅពឹងវៀតណាមគឺវៀតណាមនៅខាងកើតយើងចេះតម្រាក់ហ្នឹងគាត់ទៅអត្តមីខ្វះហ្នឹងគាត់ទៅកើតដោយសារតម្រាក់ហ្នឹងតែគាត់បានដឹងទេថាសម្ដេចហ៊ុនសែនគាត់ជាអង្គរៈរបស់សម្ដេចណាបាទទីមានកំណត់គុកខិតគ្នារួចអស់ហើយជាអង្គរៈផងសម្ដេចតែកុំនិយាយបាទបើអង្គរៈបីខ្ញុំអត់យល់អង្គរៈហ្នឹងអ្នកដែលជាទីប្រឹក្សាជាសេនាការពាររបស់សម្ដេចនៅក្នុងសម័យរាជានិយមសម្រាប់ធ្វើសង្គ្រាមនេះយ៉ាងម៉េចបានទៅពឹងយួនវិញតែសម្ដេចគាត់ក៏បានសារីរិសាយួនយល់នៅគេធ្វើមជ្ឈបាយសម្រាប់ឲ្យគេទៅដោយសារការបារាំងអ្នករៀបចំហីបារាំងយកវិសាយួនមកចាហេតុអ្វីបានបារាំងទៅមើលឃើញសម្ដេចនៅរៀនវិសាយួនគេខុបខិតគ្នាអស់ចាំមកថាមួយតំបន់ស្វានៅគេយើងនិយាយទៅអីបើយើងជាអ្នកពិចារណាបានដឹងបារាំងបានទៅយកសម្ដេចនៅវិសាយួនហើយចាហេតុអីបានទៅយកស្រួលម៉េចពួកយួនហ្នឹងបានរៀបចំសម្ដេចនេះជាមួយបារាំងជាមួយថៃហ្នឹងហើយអស់ពួកត្រៃភាគីកាលនោះមានថៃផងមានយួនផងមានបារាំងផងជាអ្នកដឹកនាំប្រទេសយើងយល់នៅដល់ខ្មែរយើងហ្នឹងមិនព្រមទទួលស្គាល់ឃើញទេអាសង្គ្រាមនយោបាយហ្នឹងក៏កើតមានឡើងក្នុងនោះមានបកកុំនេះមានអីចូលមកអស់លោកការពិតគឺក៏រៀបចំដែរសូមគិតថាបរទេសមិនល្អមិនស្មោះត្រង់ជាមួយនឹងឈាមខ្មែរយើងទេហើយរឿងអ្វីដែលត្រូវបរទេសទាំងអស់នោះសរសេរប្រវត្តិសាស្ត្រយើងឡើងមកចុះខ្មែរយើងអ្នកប្រាជ្ញយើងបណ្ឌិតរបស់ខ្មែរយើងទៅណាហើយគួរស្វែងយល់ឡើងហ្នឹងសួរថាបរទេសវាចង់សរសេរល្អគឺល្អសរសេរអាក្រក់គឺអាក្រក់ទឹកដីរបស់ខ្មែរគឺជាទឹកដីព្រះគឺជាទឹកដីដែលខ្លាំងអស់យ៉ាងដែលជនបរទេសទាំងអស់នោះវាមិនហ៊ានដូច្នេះវាប្រើខុសខិតគ្នាក៏ល្បិចដើម្បីជន់ពលិតខ្មែរតើស្ដេចខ្មែរយើងខ្លាំងចាប់ពីចំនួនណាឬក៏សម័យណារ៉ូដមមិនជាស្ដេចខ្មែរទេរ៉ូដមគឺជាកូនសៀមយួនហើយនឹងបារាំងអ្នកបញ្ជូនមកអញ្ចឹងពីនៅក្រោមពួកអាណានិគមបារាំងត្រួតត្រាយួនសៀមហ្នឹងក៏វាបញ្ជូនរ៉ូដមមិនស្ដេចខ្មែរទេគឺស្ដេចខ្លាំងទេកូនសៀមមកនៅកូនសៀមរ៉ូដមកូនសៀមទេ
កូនចៅសៀមទៀតមកធ្វើសាច់ស្រុកខ្មែរនឹងចាប់ពីនោះមកคล้ายអញ្ចឹងកូនរោដំតមកក្រោយទៀតតែណាខ្លះហ្នឹងរោដំសេអនុអញ្ចឹងកាត់អស់ហើយហ្នឹងដល់ពេលរោដំសេអនុកាត់មិនជាខ្មែរសុទ្ធដល់ពេលបានប្រពន្ធយកប្រពន្ធយួនទៀតសំណាច់ជ័យសប្ថ្ងៃហ្នឹងអញ្ចឹងជាតិយួនតែបានកាត់បារាំងដែរហ្នឹងតាពុកជាជនជាតិបារាំងដែរហ្នឹងអាហ្នឹងខ្សែស្ដាច់មកคล้ายមកប្របានសិហៈតែមកខ្សែសិហៈមនីទ្រង់កូនមកកូនកាត់ទៅយួនដែរទ្រង់មានកូនខ្មែរសុទ្ធណាហើយក្នុងជំនាញចារួចអស់ហើយតាទ្រង់ត្រឹមតែជាស្ដេចរខោនទេ